ពីដើមឡើយយើងអត់ដែលគិតថាចង់ធ្វើជាអ្នកសិល្បៈឬក៏ចង់ធ្វើជាអ្នកនិពន្ធអីហ្នឹងទេពីមុននឹងឥឡូវខ្ញុំអភិវឌ្ឍច្រើនទាំងចិត្តគំនិតទាំងការផ្លាស់ប្ដូររូបរាងខាងក្រៅភាគច្រើនខ្ញុំជួបបញ្ហាបាក់ទឹកចិត្តតែជាមួយនឹងការងារយ៉ាងច្រើនមួយអាទិត្យ10ថ្ងៃចង់យំចង់ឈួតចង់ឡប់មិនក្នុងរយៈពេលប៉ុណ្ណឹងចប់ជួទឹកភ្នែកងើបឈរហើយត្រូវតែខ្លាំងជាងមុនចាជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះចិត្តកញ្ចនាជាអ្នកជំនាញក៏ដូចជាអ្នកនិពន្ធឯករាជ្យចាហើយថ្ងៃនេះសប្បាយចិត្តមែនតើដែលខាង Popular Magazine បានផ្ដល់ឱកាសធ្វើបទសម្ភាសន៍ជាមួយនឹងកញ្ចនាផ្ទាល់ចាឃើញថាមករយៈចុងក្រោយនេះគឺកញ្ចនាបានប្រថាពំនាំនៅចាមោទកភាពសម្រាប់ខ្លួនឯងក៏ជាប្រទេសច្រើនមែនតើនៅក្នុងការចេញទៅសម្ដែងនៅក្រៅប្រទេសគឺរយៈពេលខ្លីមែនតើចង់ដឹងថាតើអារម្មណ៍សម្រាប់កញ្ចនាផ្ទាល់មានអារម្មណ៍យ៉ាងណាដែរតកតងជាមួយនឹងអារម្មណ៍មានអារម្មណ៍ថាវាដូចវាអត់នឹកស្មានទី1បងទី2សម្រាប់ខ្ញុំបានគិតដល់ចំណុចហ្នឹងតាំងពីពេលដែលយើងឈានជើងចូលវិថីសិល្បៈដំបូងមែនព្រោះដោយសារខ្ញុំមានគោលដៅតាំងពីដំបូងថាយើងមានគោលដៅអីនៅក្នុងវិថីមួយហ្នឹងហើយបេសកកម្មរបស់យើងទៅថ្ងៃមុខយើងចង់បានមិនអីមិនអញ្ចឹងទៅនៅក្នុងឆ្នាំ2024នេះគឺខ្ញុំបានចេញសម្ដែងទៅក្រៅប្រទេសតំណាងឲ្យប្រទេសកម្ពុជារបស់យើងដល់តែ4ដងក្នុងរយៈពេលប្រហែលជាកន្លះឆ្នាំចុះប្រទេសណាខ្លះហើយដែរដែលកញ្ចនាបានទៅសម្ដែងនោះចានៅក្នុងឆ្នាំនេះខ្ញុំបានចេញទៅដំបូងគឺប្រទេសកូរ៉េនៅក្នុងទីក្រុងប៊ូសានប្រទេសទី2គឺឡាវប្រទេសទី3គឺឥណ្ឌាហើយទី1គឺថៃងាកទៅក្រៅបន្តិចសូមរំលឹកពីអតីតកាលបន្តិចចង់ដឹងថាតើការប្រឡូកក្នុងវិស័យសិល្បៈដំបូងចារបស់កញ្ចនាចាតាមរយៈអ្វីដែរពីដំបូងឡើយខ្ញុំបានចូលទៅក្នុងវិថីសិល្បៈហ្នឹងដោយអត់ដឹងខ្លួនតាំងពីឆ្នាំប្រហែលជា2013 14មែននៅពេលដែលខ្ញុំចាប់ផ្ដើមនិពន្ធបទចម្រៀងហើយទៅខ្ញុំ publish នៅក្នុង YouTube អីអញ្ចឹងបងតែទាំងអស់ហ្នឹងគឺគ្រាន់តែជា hobby មួយគ្រាន់តែជាចំណង់ចំណូលចិត្តមួយដែលយើងអត់គិតថាយើងនឹងទទួលបានភាពល្បីល្បាញអីទេប៉ុន្តែបន្ទាប់ពីក្រោយហ្នឹងមកខ្ញុំក៏ចាប់ផ្ដើមមានគេស្គាល់តាមរយៈបទឈឺបទភ្លេចខ្លួនបទអីអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមគិតបន្តិចម្ដងថាតើយើងគួរតែធ្វើអីថ្មីនៅក្នុងហ្នឹងឬក៏យើងចាប់យកអាហ្នឹងជា career off ឬក៏យើងគ្រាន់តែមកសប្បាយឬក៏មិនអីអញ្ចឹងណាបងបើសម្រាប់ចិត្តថាចូលសិល្បៈហ្មងអាចគិតបានថាឆ្នាំ2016ឬក៏17អីហ្នឹងនៅពេលដែលខ្ញុំបានចូលរួមជាមួយនឹង campaign របស់ Smart ហើយខ្ញុំបានចូលរួមជាមួយនឹង campaign តាក់ទងជាមួយនឹងការនិពន្ធចម្រៀងអីរបស់ហៀមៃសងសបាយអីហ្នឹងតាំងពីជំនាន់ហ្នឹងមកពី2016 17ហ្នឹងអាចគិតបានថាជាពេលមួយដែលខ្ញុំសម្រេចចិត្តថាខ្ញុំចង់យកវាធ្វើជាអាជីពចាអញ្ចឹងទៅក៏ខំប្រឹងតាំងពីឆ្នាំនោះមកចុះការចូលប្រឡូកដំបូងនោះមានផលវិបាកអ្វីខ្លះដែរសម្រាប់កញ្ចនាផ្ទាល់បើនិយាយពីផលលំបាកពេលយើងចាប់ផ្ដើមដំបូងច្រើនមែនតើមកព្រោះដោយសារពីដើមឡើយយើងអត់ដែលគិតថាចង់ធ្វើជាអ្នកសិល្បៈឬក៏ចង់ធ្វើជាអ្នកនិពន្ធអីហ្នឹងទេអញ្ចឹងនៅពេលដែលយើងសម្រេចចិត្តថាយើងចង់ series ជាមួយហ្នឹងការងារមួយហ្នឹងគឺយើងត្រូវធ្វើគ្រប់យ៉ាងចាប់ពីចំណុច0មកទាំងអស់ទាំងការស្វែងរកខ្លួនឯងស្វែងរកប្រភេទតន្ត្រីដែលខ្លួនឯងចូលចិត្តគួរអភិវឌ្ឍមិនឲ្យ audience របស់យើងគាត់បានអីដែលថ្មីបន្ទាប់ពីមួយបទទៅមួយបទអញ្ចឹងណាព្រោះបើកមុខកញ្ចក់តិចតាក់ទងជាមួយនឹងបទដំបូងដែលបងប្អូនគាត់ស្គាល់គឺបទឈឺប៉ុន្តែនិយាយឲ្យស្មោះត្រង់បទហ្នឹងគឺធ្វើលេងទេអត់ដែលមានបំណងថាធ្វើវាទៅឲ្យខ្លាចជា hit song របស់យើងណាអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមរកខ្លួនឯងនៅក្នុងmusic ហ្នឹងខ្ញុំក៏ចាប់ដើមយល់ថាខ្ញុំអត់ចូលចិត្តប្រភេទបទអញ្ចឹងទេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមផ្លាស់ប្ដូរអា genre ចម្រៀងរបស់យើងមកក្នុង album ទី1ដែលខ្ញុំបានធ្វើហ្នឹងខ្ញុំចំណាយពេលយូរមែនតើនៅក្នុងការធ្វើប្រហែលជាមួយឆ្នាំកន្លះទៅ2ឆ្នាំតម្រាំតែបាន7បទហ្នឹងហើយខ្ញុំចង់ឲ្យបទនៅក្នុង album ដំបូងហ្នឹងគឺជាបទដែលបងប្អូនស្ដាប់ហើយយល់ពីជីវិតរបស់ខ្ញុំថាមកដំណាក់កាលទៅមកដំណាក់កាលខ្ញុំជួបរឿងអីខ្លះគឺវាជារឿងពិតដែលខ្ញុំសរសេរឡើងទាំងអស់នៅក្នុងបទចម្រៀង7បទហ្នឹងហើយនៅពេលដែលខ្ញុំស្វែងរកប្រភេទបទខ្លួនឯងធ្វើអីអញ្ចឹងទៅ struggling មួយទៀតគឺរឿង financial
ព្រោះជាអ្នកនិពន្ធយើងអីខ្លួនឯងមែនប៉ុន្តែនៅក្នុងបទចម្រៀងមួយបទខ្ញុំចាយអត់ខំ1000ទេអញ្ចឹងបើសិនជាយើងចង់បង្កើតជាអាល់ប៊ុមអីមួយគ្រាន់តែចម្រៀងយើងត្រូវផលិតនឹងវាអស់ឡើងប្រមាណហើយអញ្ចឹងខ្ញុំត្រូវសំម្ដងបន្តិចតម្រាំតែយើងមានលទ្ធភាពគ្រប់គ្រាន់ចងក្រងវាទៅជាអាល់ប៊ុមបានជាអាល់ប៊ុមហើយយើងក៏គិតថាវាមិនដែរថាមានអាល់ប៊ុមហើយមិនមាន concert ជូន audience យើងវាដូចអត់សមអញ្ចឹងត្រូវស្វែងរកដៃគូសហការមកស្វែងរក team ការងារស្វែងរកមនុស្សជុំវិញខ្លួនដែលគាត់អាច support យើងទៅតាមគ្រឿងដែលគាត់ជួយបានអញ្ចឹងទៅក៏បានចេញជា concert Sweet Nightmare នឹងមកក្នុងឆ្នាំ2018នឹងចា so ជំហានដំបូងពិបាកខ្លាំងប៉ុន្តែវាមិនមែនជារឿងដែលយើងអត់អាចធ្វើបានទេ so យើងធ្វើវាបានហើយក៏យើងដើរបានឆ្ងាយដែរ ចឹងភ្ជាប់ទៅក្រោយបន្តិចពាក់ព័ន្ធជាមួយនឹងផលវិបាកពីព្រោះថាធ្លាប់កេងច្រាក៏ធ្លាប់បានបង្ហាញពីធ្លាប់មានបញ្ហាបាក់ទឹកចិត្តចាតែពេលនោះនៅពេលដែលមានបញ្ហានោះកើតឡើងគឺដោយសារតែការងារសិល្បៈផ្ទាល់តែម្ដងឬក៏ការងារអ្វីផ្សេងដែរភាគច្រើនខ្ញុំជួបបញ្ហាបាក់ទឹកចិត្តតែជាមួយនឹងការងារហើយពីដំបូងឡើយក៏ជាមួយគ្រូសាស្ត្រដែរព្រោះដោយសារតម្រាំតែយើងអាចធ្វើជាខ្លួនឯងក្នុងពេលបច្ចុប្បន្នខ្ញុំត្រូវបង្ហាញភ័ស្តុតាងជាច្រើនជូនម៉ាក់ប៉ាខ្ញុំថាអ្វីដែលយើងធ្វើហ្នឹងវាមិនព្រោះដោយសារគាត់ជាអ្នករស់ស៊ីធម្មតាគាត់អត់សូវយល់ថាបែបបទនៅក្នុងរង្វង់សិល្បៈហ្នឹងវាមិនទេអញ្ចឹងគាត់ខ្លាចយើងជាកូនស្រីទៅវាមានបញ្ហាមានអីទៅថ្ងៃមុខគាត់ជួយយើងអត់បានអីអញ្ចឹងគាត់ខ្លាចមានបញ្ហា so ខ្ញុំចំណាយពេលយូរមែនតើតម្រាំតែព្រូគាត់ថាអានេះវាមិនមែនជាការងារលេងសើចទេយើងនឹងមានអនាគតជាមួយវាបើសិនជាយើង commit វាមានន័យថាយើងធ្វើវាអស់ពីកម្លាំងកាយកម្លាំងចិត្តរបស់យើងហើយនៅពេលដែលបាក់ទឹកចិត្តហ្នឹងគឺដូចខ្ញុំនិយាយមិនអញ្ចឹងបងយើងបងវែងផ្លូវដោយសារយើងរកខ្លួនឯងអត់ឃើញថាយើងជាណាគេយើងចូលចិត្តអីពិតប្រាកដយើងមិនចូលចិត្តប្រភេទណាយើងគួរធ្វើមួយទៀតសម្រាប់ឲ្យទស្សនិកជនរបស់យើងព្រោះជាសិល្បកររាល់ថ្ងៃនេះយើងសិល្បៈយើងបញ្ចេញមែនប៉ុន្តែយើងក៏ត្រូវការទទួលស្គាល់ពីទស្សនិកជនរបស់យើងដែរតើយើងនឹងត្រូវសួរខ្លួនឯងថាយើងស្ទង់មតិបែបណាឲ្យទស្សនិកជនរបស់យើងគាត់ចូលចិត្តចម្រៀងរបស់យើងហើយដូចខ្ញុំអញ្ចឹងទៀតខ្ញុំអត់ផ្ដោតតែនៅក្នុងស្រុកទេខ្ញុំចង់មានឱកាសនៅក្រៅស្រុកដូចដែលខ្ញុំទទួលបានបច្ចុប្បន្នហ្នឹងអញ្ចឹងពេលដែលខ្ញុំធ្វើអាល់ប៊ុមដំបូងហ្នឹងគឺខ្ញុំគិតអាហ្នឹងហើយថាប្រភេទបទហ្នឹងអាចនឹងទៅក្រៅស្រុកបានអត់អញ្ចឹងបានយើងវា too much all in one អញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាវាហត់នឿយហើយយើងបាក់ទឹកចិត្តបងសួរមកវិញត្រឡប់ថាហេតុអីបានយើងងើបពីចំណុចហ្នឹងបានសម្រាប់ខ្ញុំខ្ញុំតែងតែមានមនុស្សជុំវិញខ្លួនល្អដែលខ្ញុំស្ដាប់ហើយខ្ញុំបើកចិត្តទទួលយកនៅមតិរិះគន់របស់ពួកគាត់ព្រោះខ្ញុំជឿថាខ្ញុំអត់ perfect ទេអញ្ចឹងអ្វីដែលគាត់រិះគន់ឬក៏គាត់ឲ្យជាដំបូងនេះគឺយើងតែងតែយកមកគិតហើយយើងគិតថាតើយើងអញ្ចឹងមែនអត់បើយើងអញ្ចឹងមែនគឺយើងត្រូវតែ fight ហើយយើង improve ខ្លួនឯងមកវិញអញ្ចឹងបងឃើញខ្ញុំឥឡូវខុសពីមុនច្រើនមែនតើមែនទេបងប្រហែលឆ្នាំទៅពីមុននឹងឥឡូវខ្ញុំអភិវឌ្ឍច្រើនទាំងចិត្តគំនិតទាំងការផ្លាស់ប្ដូររូបរាងខាងក្រៅអីចឹងទៅហើយទម្លាប់មួយទៀតគឺខ្ញុំអត់ដែរឲ្យខ្លួនឯងបាក់ចិត្តយូរយ៉ាងច្រើនមួយអាទិត្យ10ថ្ងៃចង់យំចង់ឈួតចង់ឡប់មិនក្នុងរយៈពេលប៉ុណ្ណឹងចប់ជួទឹកភ្នែកងើបឈរហើយត្រូវតែខ្លាំងជាងមុនចង់ថាកេងច្រាធ្លាប់ជ្រប់នៅក្នុងផលិតកម្មណាមួយឬក៏ជាតារាចម្រៀងឯករាជ្យតាំងពីដើមមកខ្ញុំពីមុនឡើយដូចជាអត់ដែរនៅក្នុងផលិតកម្មនេះបងគាត់ថាធ្លាប់មានក្រុមការងារដែលយើងធ្វើការជាមួយផ្សេងគ្នាតាម client តាមអីអញ្ចឹងទៅចាថ្មីនេះក៏ឃើញកេងច្រាបង្ហោះនៅវីដេអូក៏ជាក្រុមតន្ត្រីរួមគ្នាហើយដូចជាមានពាក្យថារណ្ដំចាចង់ដឹងថាតើរណ្ដំហ្នឹងជាអ្វីទៅមែនតើរណ្ដំគឺជា label មួយដែលខ្ញុំជាមួយនឹង partner របស់ខ្ញុំបានបង្កើតវាឡើងក្នុងគោលបំណងគឺយើងចង់ធ្វើជា community មួយឬក៏ជាផ្ទះមួយសម្រាប់សិល្បករដែលគាត់ត្រូវការក្រុមការងារត្រូវការរៀបចំអីផ្សេងតាក់ទងជាមួយនឹងការងារសិល្បៈរបស់គាត់គឺគាត់អាចរកពួកយើងបានហើយសប្តាហ៍ថ្ងៃនេះយើងមានក្រុមការងារយើងក៏មានសិល្បករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកយើងហើយសមត្ថភាពរបស់ពួកយើងក៏មានលើសពីចម្រៀងគឺយើងអាចធ្វើទៅជាអ្នកដែលផលិត
มีติการផ្សេងយើងអាចផលិត concert យើងអាចធ្វើជាក្រុមការងារសម្រាប់ concert ធំៗបានយើងធ្វើបានច្រើនលើបង តាមពិតទៅកញ្ចនាបើសិនជាអញនិយាយបានថាកញ្ចនាគឺមមាញឹកក៏ដូចជាមានទីផ្សារនៅក្នុងការងារសិល្បៈខ្លាំងរួចទៅហើយប៉ុន្តែហេតុអីបាននឹកឃើញបានជាបានបង្កើតជាក្រុមចាជាមួយនឹងរំដំនេះឡើងស្របពេលកំពុងតែមមាញឹកខ្លាំង បើនិយាយពីគោលបំណងដែលចង់ធ្វើហ្នឹងវាយូរហើយប៉ុន្តែគាត់ថាយើងត្រូវការពេលវេលាមួយដែលសមហេតុសមផលនៅក្នុងការធ្វើវាឡើងខ្ញុំធ្លាប់ដើរជាសិល្បករឯករាជ្យហ្នឹងវាយូរឆ្នាំហើយបងហើយខ្ញុំឃើញពីចំណុចខ្វះខាតដែលសិល្បករជាច្រើនដែលគាត់មានសមត្ថភាពប៉ុន្តែគាត់អត់មានឱកាសឬក៏អត់មានអញនិយាយបានថាអត់មានឱកាសហើយនឹងបទពិសោធន៍នៅក្នុងការធ្វើការងារធំភាគច្រើនអញ្ចឹងខ្ញុំឃើញចំណុចចន្លោះប្រហោងទាំងអស់ហ្នឹងទៅយើងក៏គិតថាបើសិនជាពួកគាត់មានក្រុមការងារមាន management ដែលអាច support ការងារពួកគាត់បានពួកគាត់នឹងអាចដើរទៅឆ្ងាយដូចអីដែលខ្ញុំជួបប្រហែលបើសិនជាខ្ញុំអត់មានក្រុមការងាររំដំជួយទេខ្ញុំក៏អត់បានទៅឆ្ងាយអញ្ចឹងដែរបងព្រោះយើងហត់ជាមួយនឹងការ work hard ការ perform ការគិត show អីផ្សេងៗអីចឹងយើងអត់មានកម្លាំងឬក៏ថាមពលគ្រប់គ្រាន់នៅក្នុងការ arrange អា business side របស់យើងទេអញ្ចឹងដាច់ខាតគឺយើងត្រូវតែមានក្រុមការងារមក support រឿង business side របស់យើងអញ្ចឹងឲ្យពួកគាត់ deal ការងារអីអញ្ចឹងទៅហើយខ្ញុំគិតថារឿង artwork ដែលយើងត្រូវធ្វើអញ្ចឹងយើងមានពេលគ្រប់គ្រាន់ហើយយើងក៏មាន creative គ្រប់គ្រាន់នៅក្នុងការធ្វើអីថ្មីៗដែរបងចា៎សម្រាប់កញ្ចនាបន្តទៅថ្ងៃខាងមុខទៀតថាតើកញ្ចនានឹងមានឆន្ទៈយ៉ាងណាដែរនៅក្នុងការពង្រីកវិសាលភាពតន្ត្រីសម្រាប់ខ្លួនឯងក៏ដូចជារំដំផ្ទាល់តែម្ដងនៅក្នុងនាមជាសិល្បករនីខ្មែរមរុษចាក្នុងនាមខ្ញុំជាសិល្បករម្នាក់ខ្ញុំគិតថាខ្ញុំអត់អាចផ្ដល់អីឲ្យទស្សនិកជនយើងបានច្រើនក្រៅពីការបង្ហាញសិល្បៈបែបបទរបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជាក៏ដូចជាទៅកាន់ពិភពលោកគេព្រោះមែនតើពេលយើងទៅច្រៀងយើងនិយាយភាសាខ្មែរយើងច្រៀងជាភាសាខ្មែរគឺបង្ហាញអត្តសញ្ញាណគ្រប់គ្រាន់ថាយើងមកពីណាហើយអញ្ចឹងខ្ញុំនឹងគិតថាសិល្បៈរបស់ខ្ញុំនឹងអាចនាំប្រទេសកម្ពុជាយើងឲ្យគេស្គាល់បានកាន់តែច្រើនជាងហ្នឹងហើយខ្ញុំអត់និយាយថាខ្ញុំ perfect ទេប៉ុន្តែខ្ញុំនឹងព្យាយាមមកអស់ពីសមត្ថភាពនៅពេលដែលខ្ញុំមានឱកាសជាន់នៅលើឆាកអន្តរជាតិតូចធំប៉ុណ្ណាក៏ខ្ញុំអាចបង្ហាញប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំឈ្មោះកញ្ចនាមកពីប្រទេសកម្ពុជាចា៎ហើយក៏ខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះខ្ញុំនឹងមានពេលគ្រប់គ្រាន់នៅក្នុងការរៀបចំជាអាល់ប៊ុមជូនដល់ audience ព្រោះបាត់មកគ្រៀងយូរដែរចាព្រោះដំបូងឡើយគិតថាឆ្នាំ2024នេះអាចមានឱកាសបានធ្វើហើយរៀបចំបានច្រើនគួរសមដែរប៉ុន្តែដល់ពេលការងារចូលមកច្រើនទៅយើង delay ទៅ2025 so ឆ្នាំនេះសង្ឃឹមថានឹងមានឱកាសចេញអាល់ប៊ុមជូនអ្នកទាំងអស់គ្នាហើយកុំភ្លេចគាំទ្រខ្ញុំផង ជាចុងក្រោយខ្ញុំសូមអរគុណដល់ Popular Magazine ដែលបានផ្ដល់កិត្តិយសដល់ខ្ញុំជាមួយនឹងក្រុមការងារទាំងអស់ខ្ញុំខំប្រឹងច្រើនមែនតើនៅក្នុងវិស័យសិល្បៈនេះហើយខ្ញុំក៏អត់ដែលនឹកស្មានថាខ្លួនឯងនឹងដើរដល់ចំណុចមួយនេះដែរបើសិនជាអត់មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាមិនត្រឹមតែគាំទ្រសិល្បៈរបស់ខ្ញុំទេគាំទ្រដល់ខ្ញុំផ្ទាល់ទៀតអញ្ចឹងខ្ញុំអត់មានអីក្រៅពីអរគុណអ្នកទាំងអស់គ្នាហើយចង់ប្រាប់ថានៅលើ social media ទាំងអស់រាល់ comment ការ share អីគឺខ្ញុំបានអានទាំងអស់ហើយខ្ញុំអរគុណមែនតើដែលតែងតែផ្ដល់ការស្រឡាញ់ចំពោះខ្ញុំជាខ្ញុំមិនឲ្យខ្ញុំផ្លាស់ប្ដូរទៅជាអ្នកណាហើយខ្ញុំសន្យាថាខ្ញុំនឹងបន្តធ្វើការងារសិល្បៈមួយនេះនៅតែបន្តធ្វើអីថ្មីជូនដល់ពុកម៉ែបងប្អូនហើយសង្ឃឹមថាកញ្ចនានឹងដកជាប់ក្នុងបេះដូងអ្នកទាំងអស់គ្នាហើយចុងក្រោយក៏សូមជូនពរនៅក្នុងឱកាសឆ្នាំថ្មីនេះជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់សប្បាយចិត្តមានស្នាមញញឹមពិតប្រាកដមួយនៅលើផ្ទៃមុខហ្នឹងហើយជួបតែរឿងល្អកញ្ចនាចាអរគុណច្រើន